ក៏ដូចជាសូមស្វាគមន៍ក្នុងការចូលមកកាន់ Channel ថ្ងៃនេះខ្ញុំមាន Vivo Y51 មួយបាទជាប់លេខកូដដៃបាទដូចក្នុងវីដេអូនេះអញ្ចឹងអឺដើម្បីយើងដឹងថា model Vivo Y51 ហ្នឹងជាប្រភេទ CPU អីតោះឥឡូវយើងចូលទៅ check មើលបាទVivo Y51 បាទយើងដឹងហើយចូលមកមើលវាជាប្រភេទ CPU Qualcomm បាទជាប្រភេទ CPU Qualcomm ហើយយើងចង់ដឹងថាប្រភេទ CPU Qualcomm នឹងអាចដោះលេខកូដដៃឬដោះ Google account ជាមួយ Unlock Tool បានទេអត់បាទអាចចូលមកក្នុង Unlock Tool មកចូលមកកន្លែង support model ហើយជ្រើសយក Vivo ហើយវាយពាក្យថា Y51 មកហើយពេលនោះវានឹង load មកបាទពេលនោះវានឹង load model មកហើយយើងនឹងដឹងថាអាច model នេះmodel Vivo Y51 នេះដោះលេខកូដបានតែខ្លះមានថាដោះទាំងលេខកូដដោះទាំង Google account បានតែជោគជ័យតោះឥឡូវយើងចូលមក channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗសូមជួយចុច Subscribe បើសិនជាចង់តាក់ទងមកខ្ញុំអាចចុចលើ link ទាំង3នេះបានណាអាចតាក់ទងមកខ្ញុំដើម្បីសួរព័ត៌មានផ្សេងៗបាទអូខេឥឡូវយើងត្រឡប់មកវីដេអូរបស់យើងវិញបាទឥឡូវជំហានបន្តទៀតគឺយើងធ្វើការចាក់ test point យើងដឹងហើយចំពោះ CPU Qualcomm របស់ Vivo យើងចាក់ test point បាទឥឡូវខ្ញុំមានរូបភាពមួយសិនបាទព្រោះពេលខ្ញុំឆែកហ្នឹងមានដល់រូបភាពដល់ទៅ2អញ្ចឹងអត់ដឹងថារូបភាពមួយណាឥឡូវយើងគោះម៉ាស៊ីនសិនដើម្បីយកមកផ្ទៀងផ្ទាត់មើលថាតើ test point មួយណាវាត្រូវគ្នាឥឡូវខ្ញុំធ្វើការ upload ទូរស័ព្ទសិនបាទជាប់លេខកូដវាបែបនេះចឹងបាទអឺធ្វើការ upload ទូរស័ព្ទសិនបាទអូខេបាទបន្ទាប់ពី upload ហើយឥឡូវយើងមើលសញ្ញា test point វាឥឡូវយើងធ្វើការគាស់សិនចាំដឹងថាពេលយើងគាស់មកវាយើងយក board ម៉ាស៊ីនហ្នឹងយកមកមើលជាមួយនឹង test point មើលថាតើ board ម៉ាស៊ីនយើងហ្នឹង test point រូបរាងដូចគ្នាអត់បើរូបរាងដូចគ្នាយើងគ្រាន់តែធ្វើការចាក់ test point គឺជាការស្រេចបាទឥឡូវយើងយកសបកនឹងចេញសិនអូខេឥឡូវយើងមើលលើ board ម៉ាស៊ីនយើងថាតើដូចទៅនឹង test point នឹងអត់បាទយើងឃើញថាយើងកោះស្នាប់មើលឃើញថាវាដូចអត់ដូចគ្នាទេបាទយើងមើលទៅឃើញថាអត់ដូចគ្នាទេបាទយើងមើលទាំងពី test point board មិនសិនអត់ដូចទៅនឹងរូបភាពទេឥឡូវយើងមើលមួយទៀតបាទនេះរូបភាពនេះបាទនេះបានដូចគ្នាឥឡូវខ្ញុំស៊ូមមកចិត្តទីសិនអូខេឃើញថាដូចគ្នាហើយហើយតោះយើងឥឡូវនេះគឺជាកន្លែង test point របស់ទូរស័ព្ទដៃ Vivo Y51 បាទដូចទៅនឹងរូបភាពដែលគេបានដាក់មកអញ្ចឹងអូខេតោះឥឡូវយើងចាប់ដើមចាក់ test point តែមុននឹងចាក់ test point គឺយើងដក snap ថ្មចេញណាដើម្បីជៀសវាងដក snap ថ្មដៃដកអស់ចេញណាយើងចាក់ test point ហើយយើងដាក់ដូចទូរស័ព្ទចូលអូខេឥឡូវយើងបើក unlock tool របស់យើងមកបាទឥឡូវយើងចុចចូល column Vivo Y ហើយ Y51 មកបាទឥឡូវយើង Y51 អូខេ Y51 ហ្នឹងយើងអត់ដឹងថា PD ប្រហែល Snapdragon ប្រហែលឥឡូវយើងយកខាងលើសិនបើខាងលើមិនទៅទេចាំយើងមើលខាងក្រោមបាទមិញខ្ញុំភ្លេចមើល Snapdragon ប្រហែលចុចមិញឥឡូវយើងសាកល្បងខាងលើសិនទេបាទឥឡូវយើងសាកល្បងខាងលើសិនតោះយើងធ្វើការចាក់ test point សិនអូខេចាក់ test point ហ្នឹងគឺចាក់ដៃអាហ្នឹងណាកុំឲ្យមានកលាច់កុំឲ្យមានភ្លាត់ទៅលើកង់ដងណាផ្សេងទៀតណាកុំឲ្យប៉ះពាល់ផ្សេងទៀតយើងចាក់ឯហ្នឹងហើយចាំដល់ដូចចូលអូខេឥឡូវយើងចាក់ឯហ្នឹងសិនអូខេឥឡូវយើងចាក់ឯហ្នឹងហើយណាចាំមិនដៃនៅហ្នឹងអូខេយើងរុញ USB ចូលបាទស្គាល់ហើយយើងប្លែងដៃ
អូខេយើងរងចាំមើលតើវាដាច់អត់បាទប្រហែលជាអត់ដាច់ទេវាខុស Snapdragon គ្នាអូខេឥឡូវយើងដកដូចចេញហើយធ្វើការចាក់ text point ម្ដងទៀតយើងជ្រើសយកខាងក្រោមណាY51 PD ខាងក្រោម Snapdragon ខាងក្រោមបាទអូខេឥឡូវយើងយក factory ម្ដងទៀតបាទឥឡូវយើងធ្វើការចាក់ text point ម្ដងទៀតណាចាក់ធ្វើម៉េចដៃនឹងណាកុំឲ្យមានកន្លាច់កាលណាតែកន្លាច់ដៃគឺមានហានិភ័យបាទឥឡូវយើងចាក់ text point ស្គាល់យើងបលែងដៃអូខេយើងរងចាំវាបន្តិចបាទឃើញថាស្គាល់ហើយអញ្ចឹងមិញហ្នឹងយើងជ្រើសរើសយក Snapdragon ខុស Snapdragon ទូចឥឡូវយើងជ្រើសយក Snapdragon ត្រូវរបស់វាបាទអូខេអញ្ចឹងការដោះលេខកូដដៃនិងកក account នៅក្នុងវីដេអូនេះគឺទទួលបានជោគជ័យបាទឥឡូវយើងធ្វើការគិប snap ថ្មចូល snap អេក្រង់ចូលបាទហើយធ្វើការបើកម៉ាស៊ីនឡើងបាទយើងធ្វើការចុចបើកម៉ាស៊ីនមកអូខេបាទឃើញថាបើកបានដោយជោគជ័យបាទយើងទាញកាមេរ៉ាទៅមុខតិចបាទឥឡូវយើងរងចាំដើម្បីឲ្យទូរស័ព្ទនឹងបើកដំណើរការឡើងវិញហើយយើងនឹងនិចបន្តទៅមុខទៀតថាតើទូរស័ព្ទនឹងដោះលេខកូដដៃដោះ Google account ដាច់ឬក៏នៅបាទសូមតាមដានទស្សនាវីដេអូបន្តទៀតបាទសូមជួយចុច Subscribe នៃ Channel របស់ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូនិងលើកទឹកចិត្តបាទដើម្បីធ្វើវីដេអូល្អៗថ្មីៗបន្តទៀតបាទយើងរងចាំតិចសិនប្រហែលជា2-3នាទីដែរ2នាទីហ្នឹងទៅបាទឥឡូវចេញហើយចឹងមានន័យថាការដោះលេខកូដដៃបើយើងទទួលបានជោគជ័យឥឡូវយើងនិចបន្តទៅមុខទៀតច្រើនថានៅ Google account ឬក៏អត់បើយើងនិចទៅមុខទៀតដោយមិនបាច់ចាំភ្ជាប់ Wi-Fi ទេណាបើសិនជាវាឲ្យយើងទៅមុខទៀតអានឹងមានថាការដោះ Google account របស់យើងហ្នឹងគឺទទួលបានជោគជ័យហើយលេខខ្ញុំសាកបាទសារភ្ជាប់ Wi-Fi អត់ជាប់ទេដោយសារអីខ្ញុំអត់បានគិបសបកតែអញ្ចឹងទៅសេវា Wi-Fi វាខ្សោយតែវាអត់បញ្ហាទេយើងយកខាងក្រៅមកយើងយកពាក្យថារៀបចំនៅក្នុងអ៊ីនធឺណិតដើម្បីឲ្យវាដំណើរការឲ្យគ្មានអ៊ីនធឺណិតទេព្រោះយើងដោះ Google account ដល់អញ្ចឹងវាអត់ទាមទារអ៊ីនធឺណិតទៀតទេតែយើងថយក្រោយមកហើយយើងថយក្រោយមកយើងយកពាក្យថារៀបចំនៅក្នុងអ៊ីនធឺណិតវិញបើយើងនិចទៅមុខទៀតតោះមុខទៀតចឹងបាទសូមជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយទទួលបានវីដេអូថ្មីៗបន្តទៀតអូខេបាទអញ្ចឹងវីដេអូនេះទទួលបានជោគជ័យហើយបាទអញ្ចឹងសូមអរគុណសូមជម្រាបលា